គណៈបកហ្វុនស៊ិនពេជ្ររាជធិបតេយ្យសាសនានីតិរដ្ឋរាជបល្ល័ង្កព្រះសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ1ឧសភា2025ក្នុងឱកាសដ៏មានអត្ថន័យនៃទិវាពលកម្មអន្តរជាតិ1ឧសភា2025ខ្ញុំសូមចូលរួមអបអរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលករកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរបស់យើងក្នុងនាមជាព្រះប្រធានគណៈបករាជានិយមហ្វុនស៊ិនពេជ្របានបដិញ្ញាចិត្តនឹងបន្តជ្រោមជ្រែងការពារសិទ្ធិនិងផលប្រយោជន៍របស់បងប្អូនពលករកម្ពុជាទាំងអស់ដោយមិនរើសអើងនៅពេលដែលប្រទេសកម្ពុជាយើងកំពុងស្ថិតនៅក្នុងស្ថានភាពការអភិវឌ្ឍដែលតម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីពលករគ្រប់រូបដោយឡែកគណៈបករាជានិយមនឹងបន្តតស៊ូមតិគ្រប់វិធីដើម្បីធានាថាពលករកម្ពុជារបស់យើងទទួលបានប្រាក់ឈ្នួលសមរម្យបរិយាកាសការងារដែលមានសុវត្ថិភាពនិងសិទ្ធិត្រូវបានគោរពយ៉ាងពេញលេញក្នុងការបោះឆ្នោតជាតិឆ្នាំ2023គណៈបករាជានិយមទទួលបាន5អាសនៈនៅក្នុងរដ្ឋសភាជាតិបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋដោយសារតែសម្លេងគាំទ្រនេះយើងខ្ញុំនឹងប្រើប្រាស់ឱកាសក្នុងសភាជាតិដើម្បីជំរុញគោលនយោបាយដែលគាំទ្រដល់កម្មករនិងកម្មការិនីព្រមទាំងសម្របសម្រួលឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចដែលមានសមធម៌និងស្មារតីសង្គមឆ្លៀតក្នុងឱកាសនេះខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនពលករកម្ពុជានិងសហគមន៍ពលកម្មអន្តរជាតិទាំងមូលដោយសូមឲ្យទិវាពលកម្មនេះក្លាយជារឿងចងចាំដ៏មានតម្លៃនៃការចូលរួមរបស់ពលករក្នុងការកសាងសង្គមដែលមានសមធម៌សន្តិភាពនិងសុភមង្គលគ្រប់គ្នាសូមអរព្រះគុណសូមអរគុណថ្ងៃពុធ4កើតខែពិសាខឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2568ធ្វើនៅថ្ងៃទី30ខែមេសាឆ្នាំ2025ព្រះអង្គម្ចាស់នរោត្តមចក្ររាវុធព្រះប្រធានគណៈបករាជានិយមហ្វុនស៊ិនពេជ្រ